ថ្ងៃនេះខ្ញុំបានបបួលកូនស្រីខ្ញុំដាប់សារជាមួយខ្ញុំគ្រាន់តែលឺខ្ញុំបបួលអញ្ចឹងកូនស្រីខ្ញុំគាត់រត់ទៅចាំលើម៉ូតូចាំខ្ញុំមុនមកថ្ងៃហ្នឹងប្តីខ្ញុំគាត់បានកំងឆាក្តៅទីហើយគាត់សួរខ្ញុំថាទីអីឆាក្តៅឆ្ងាញ់ទីកប៉ាក៏ទីសំពៅហើយខ្ញុំថាខ្ញុំក៏អត់ដឹងដែរហើយខ្ញុំប្រាប់គាត់ថាតាមដឹងដូចជាឆាក្តៅទីកប៉ាឆ្ងាញ់ជាងហើយទីហ្នឹងធំមែនទែនមួយហ្នឹង72គីឡូហើយបើយកទៅឆាក្តៅទាំងអស់ហ្នឹងគឺវាច្រើនពេកអញ្ចឹងហើយពេលខ្ញុំទៅដល់ផ្ទះហ្នឹងខ្ញុំក៏បានពុះចែកជា3ចំណែកមួយចំណែកឆាក្តៅទៅហើយ2ចំណែកទៀតហ្នឹងទុកក្នុងទូកកសិនចាំនឹកឃើញធ្វើអីចាំយកចេញមកធ្វើហើយវីដេអូដើរក្នុងសារហ្នឹងគឺជាស្នាដៃកូនស្រីខ្ញុំអ្នកថតអាយុ9ឆ្នាំប្រើការបានន័យតាហើយខ្ញុំក៏ដើររមើលម្រះព្រៅហើយនឹងគ្រឿងឆាក្តៅហើយខ្ញុំក៏សួរអ្នកលក់ថាម្រះព្រៅហ្នឹងបោះយើងឲ្យបោះគេហើយអ្នកលក់ហ្នឹងថាម្រះព្រៅហ្នឹងបោះបងប្អូនជនជាតិយើងហ្នឹងណាហើយខ្ញុំចេះសួរទៅបោះយើងបោះគេញ៉ាំទៅបងប្អូនណាមិនអីទេធម្មជាតិយើងជួយទិញគេជួយទិញយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយកន្លែងនេះខ្ញុំដើរមកទិញគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងអីចឹងណាបងប្អូនមកផ្សារហ្នឹងខ្ញុំអត់មានទិញអីច្រើនទេខ្ញុំទិញតែទាហើយនឹងគ្រឿងឆាក្តៅតែប៉ុណ្្នឹងហើយវីដេអូក្រោយនេះហ្នឹងខ្ញុំគ្រាន់តែដើរថតសម្ដែងឲ្យបងប្អូនមើលហ្នឹងណានិយាយមែនណាបងប្អូននៅពេលដែលបានមកផ្សារជាពិសេសខាងផ្សារបងប្អូនជនជាតិដើមបើសិនជាយើងមកពេលព្រឹកទៀតអូយសម្បូរមែនតើអ្វីវ៉ាន់របស់ធម្មជាតិខ្យងក្តាមបើថាមកហ្នឹងខ្វាកចង់ទៅទិញហ្មងហើយនៅពេលដែលខ្ញុំឃើញក្តាមហ្នឹងខ្ញុំសម័យពេលធ្វើសាឡននំបញ្ចុកវៀតណាមសាឡននំបញ្ចុកទឹកក្តាមហ្នឹងណាបើសិនជាមានពេលខ្ញុំនឹងធ្វើវីដេអូបង្ហាញឲ្យបងប្អូនបានមើលហើយនេះចូលដល់វគ្គរំលីងសាច់ទាដែលខ្ញុំកាប់ហើយរំលីងធ្វើម៉េចឲ្យវាស្ងួតទឹកហើយនេះគឺគ្រឿងដែលខ្ញុំបានហាន់រួចរាល់ហើយនៅពេលដែលទានឹងខ្ញុំរំលីងស្ងួតទឹកហើយខ្ញុំយកវាទៅលាងបងប្អូនរួចទៅបានខ្ញុំចាប់ផ្ដើមដាក់ឆាហើយខ្ញុំប្រើខ្លាញ់ជ្រូកដែលខ្ញុំចំហៀវទុកឥឡូវខ្ញុំកាត់បន្ថយប្រើប្រេងឆាព្រោះថាឬវិជ្ជបណ្ឌិតអីគាត់ថាប្រេងឆាគឺអត់ល្អដល់សុខភាពហើយខ្ញុំក៏បានដាក់ខ្ទឹមចូលហើយខ្ទឹមហ្នឹងខ្ទឹមរបស់ខ្មែរយើងបងប្អូនហើយក៏បានដាក់គល់ស្លឹកគ្រៃម្ដេងល្មៀតអីហ្នឹងកូរចុះកូរឡើងឲ្យវារៀងឈ្ងុយហើយខ្ញុំក៏ដាក់ស្លឹកក្រូចសើចតាមក្រោយដាក់ស្លឹកក្រូចសើចហើយយើងកូរត្រឡប់ចុះត្រឡប់ឡើងទៀតទៅចាំយើងដាក់សាច់ទាចូលហើយបើនិយាយពីរឿងម្ហូបវិញខ្ញុំចូលចិត្តធ្វើតាំងពីខ្ញុំនៅក្មេងបងប្អូនតពេលមកដល់វ័យប៉ុណ្ណេះហើយវាជារឿងធម្មតាទេរបស់ខ្ញុំហើយយើងចាប់ផ្ដើមដាក់ប្រេងខ្យងដាក់ម្សៅស៊ុបហើយដាក់ប៊ីចេងដាក់ស្ករទឹកត្រីអីចឹងណាហើយប្រទេសខ្ញុំដាក់នៅក្រោយគេខ្ញុំបញ្ជាក់បន្តិចបងប្អូនឆារបស់ខ្ញុំបានដាក់អំបិលចូលទេដោយសារតែខ្ញុំប្រើម្សៅស៊ុបរ៉ូឌីប្រេងខ្យងទឹកត្រីទៅពេលអញ្ចឹងទៅរសជាតិគឺវាមកល្មមហើយនេះចូលដល់វគ្គដាក់ស្លឹកម្រះព្រៅស្លឹកម្រះព្រៅមានពីរប្រភេទមួយទៀតរាងដើមពណ៌ស្វាយមួយទៀតដើមពណ៌បៃតងបងប្អូនដាក់មួយណាក៏បានដែរតែខ្ញុំចូលចិត្តពណ៌បៃតងជាងហើយនេះឲ្យបងប្អូនពណ៌អត់សូវស្អាតទេដោយសារពេលថតនឹងមិនស្ទុំវីដេអូនឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ